รื่องได้ยืดไตจูปฏิร้อนไงแต่มองบาดนก็บาคันฉบามปืนลูกบานจบปฏิบัติการอารมณ์กามุ้ยได้สองบัดเพลิงซาติรณะจุ่มยิงประมาณไงบนเรื่องรวมการนั่นเลยเนี่ยเขาจบบัดแต่มองจบเนี่ยกลมเอาสางสองบัดเพลิงซาติรณะจังจะมือเรื่องอย่างไรเนื้อซอลแต่มวยเมาติดแต่ปปนนิวโจปิซาโพจนิหานุสรับตายลูกไอสรอนอาติการงคันฉบามปื้อสากาจมวยลูกตีโบราณนิโปฉบามปื้อโอ้ទី2ណាបានចុះទៅផ្អាករោងការដែលសង់បិទផ្លូវលេខ369បាទផ្លូវលេខ369ភូមិដើមច័ន្ទជាប់ព្រំបន្ទល់ភូមិកណ្ដាល1សង្កាត់ច្បារអំពើទី2ខណ្ឌច្បារអំពើកាលពីម៉ោង3រសៀលថ្ងៃទី20ចុងសប្តាហ៍ហ្នឹងលោកអធិការរងខណ្ឌច្បារអំពើទី2បានឲ្យដឹងថាហេខណ្ឌច្បារអំពើមានទី2មកពីណាទៀតបាទមានប្រជាប្រដ្ឋទូរស័ព្ទប្តឹងថាមានម្ចាស់ដើមការសង់រោងការបិទផ្លូវមានអត់មានផ្លូវចេញផ្លូវចូលទៅផ្ទះរបស់ពួកគាត់រាប់រយគ្រួសារទៀតដែលមានទាំងហាងកាហ្វេនិងហាងបាយខកខានមិនបានលក់ដូរពេញមួយថ្ងៃបិទផ្លូវចេញបន្ទាប់ពីមានបណ្ដឹងរបស់បងប្អូនប្រជាប្រដ្ឋលោកបានសួរទៅលោកមេប៉ុស្តិ៍ច្បារអំពើទី2ណាអំពីការសាងសង់បិទផ្លូវសាធារណៈនេះតែលោកនីប៉ុស្តិ៍ប្រាប់ថាអត់ដឹងទើបកម្លាំងរបស់លោកចុះទៅពិនិត្យផ្ទាល់ឃើញថារោងការសង់បិទផ្លូវចិត្តតែម្ដងអត់មានផ្លូវសម្រាប់ធ្វើដំណើរចេញចូលបានទេបើយ៉ាងទៀតផ្ទះរបស់ប្រជាពលរដ្ឋដែលរស់នៅខាងក្រោយរោងការនោះអត់មានផ្លូវចូលអត់មានផ្លូវវាងទៅរួចទៀតផងវាអត់មានផ្លូវវាងទៀតមានតែផ្លូវមួយហ្នឹងហើយវាទៅច្រកចេញចូលតែមួយនេះគាត់ជិះកាត់រោងការបដ ாய் បាទដល់ឡែកម្ចាស់ដើមការបានយកឯកសារមកបង្ហាញលោកអធិការរងខណ្ឌច្បារអំពើដោយបានបញ្ជាក់ថាគាត់បានសុំច្បាប់ត្រឹមត្រូវដោយមានសញ្ញេរបស់លោកនាយប៉ុស្តិ៍ច្បារអំពើទី2លោកបរាតែលោកបរាថាអត់ដឹងទើបលោកអធិការរងចុះទៅខ្លួនឯងមកក៏ឃើញជាក់ស្ដែងបើលោកបរាទូរស័ព្ទមកថាអត់ដឹងផងលោកនាយច្បាស់កន្លែងហើយម្ចាស់ដើមការក៏បានបញ្ជាក់ទៀតថាគាត់សុំច្បាប់អស់លុយហើយបែរជាសមត្ថកិច្ចចុះទៅផ្អាករោងការកូនរបស់គាត់ដែលនៅសល់តែ1ម៉ោងទៀតប៉ុណ្ណោះណាដល់ម៉ោងភ្ញៀវមកដល់ហើយនោះពេលនេះនៅក្នុងរោងការមានរៀបតុចានកែវរួចរាល់អស់ទៅហើយណាសូមឲ្យលោកអធិការរងខណ្ឌនឹងយោគយល់ផងបាទសូមឲ្យយោគយល់បើសិនជាឲ្យគាត់រុះរើរោងបង្ខិតណាឲ្យមានផ្លូវចេញចូលគឺថាធ្វើឡើងវាមិនតាន់ទេធ្វើឡើងវិញវាមិនតាន់ទេខកពេលវេលាដែលភ្ញៀវត្រូវមកចូលរួមក្នុងពិធីមង្គលការរបស់គាត់បាទដោយមានការយោគយល់ពីម្ចាស់ដើមការលោកអធិការរងខណ្ឌក៏យល់ព្រមឲ្យរុះរើមិនឲ្យរុះរើរោងទេគ្រាន់តែធ្វើការណែនាំកុំឲ្យសង់បិទផ្លូវបែបនេះតទៅទៀតបាទចាឥឡូវគ្នាដឹងធ្វើម៉េចឥឡូវបន្ទោសដើមការក៏ថាបន្ទោសប៉ុន្តែគ្នាពេលខ្លះលទ្ធភាពគ្នាត្រូវធ្វើនៅមុខផ្ទះហើយវាតកវាច្រើនបើធ្វើទុកផ្លូវចន្លោះវាអត់ដាក់តបគ្រប់ប៉ុន្តែសំខាន់មួយទៀតគាត់ថាបានសុំច្បាប់ពីនាយប៉ុស្តិ៍ច្បារអំពើទី2លោកបរាហើយហើយហេតុអីចឹងអាជ្ញាធរហេតុអីក៏មិនរៀបចំឲ្យស្រួលបួលថាមានលក្ខខណ្ឌរបៀបម៉េចណាដើម្បីកុំឲ្យប៉ះពាល់សាធារណៈហេតុអីក៏យល់ព្រមឲ្យគេឬក៏លោកនាយប៉ុស្តិ៍យល់ព្រមត្រឹមតែអនុញ្ញាតទុកឲ្យមានផ្លូវចេញចូលយ៉ាងហោចណាស់ក៏ម៉ូតូចេញចូលបានណាឬម្ចាស់ដើមការលោកសង់ឲ្យបិទត្មងអាហ្នឹងវាមានរឿងចុងអញ្ចឹងយើងក៏ដឹងរឿងនឹងពិតប្រកបដែរអញ្ចឹងឥឡូវនេះយើងគិតថាវាចប់សពគ្រប់ទៅចុះថ្ងៃក្រោយជាករណីសិក្សាមួយសម្រាប់សាធារណជនទូទៅទោះបីជាមានច្បាប់មានទម្លាប់យ៉ាងណាក៏ដោយគួរយ៉ាងហោចណាស់ក៏ទុកផ្លូវចន្លោះដើម្បីឲ្យម៉ូតូគេចេញចូលបានកុំថាឡើយឡានឥឡូវថាឡានវាធំពេកថាម៉ូតូចុះដែលអាចគ្នាចេញចូលដើរអីបានជ្រៀតជ្រោកទៅអាហ្នឹងក៏វាមើលឃើញថាអូគេក៏យោគយល់ហើយសាធារណជនក៏យោគយល់ថាយើងម្ដងគេម្ដងហើយគ្នាវាធ្វើម៉េចលទ្ធភាពគ្នាបានត្រឹមតែប៉ុណ្ណឹងមិនអាចទៅជួលនៅគេហៅថាហាងទំនើបបានអាហ្នឹងវាចឹងត្រង់ចំណុចហ្នឹងគឺមានបងប្អូនយើងនៅខាងក្រៅណាគាត់បានលើកឡើងប្រាប់ខ្ញុំអត់ទេនៅក្នុងស្រុកយើងហ្នឹងណាចាសាធារណជនយើងហ្នឹងគាត់បានលើកឡើងប្រាប់ខ្ញុំយូរហើយដែរតែខ្ញុំអត់ដែលបានលើកឡើងយកមកជំរាបជូនទេខ្ញុំនិយាយស្អឹងរាល់ព្រឹកដែរចាគឺកាប់ទៅយើងមានមជ្ឈមណ្ឌលសម្រាប់រៀបអាពាហ៍ពិពាហ៍
គេហៅពួកនេះហាជួលប៉ុន្តែគួរតែគិតផងដែរថាខាងបើយើងទៅជួលទៅវាកាត់បន្ថយទី1យើងធ្វើរោងតាមផ្លូវវាបញ្ជាហានិភ័យបានច្រើនចាមានករណីគ្រោះថ្នាក់ចរាចរណ៍ឬក៏ដូចជាករណីហ្នឹងបិទផ្លូវទាំងមូលទាំងគេទាំងយើងពេលខ្លះក៏មានអារម្មណ៍ថាមួម៉ៅបន្តិចដែរត្រង់តែថាយើងបញ្ញាប់អីចឹងទៅបិទទាំងអស់យើងអត់មានផ្លូវសម្រាប់យើងជ្រៀតបានណាឬក៏មកថានេះទុកតែមួយឡានទៅឲ្យគាត់បានធ្វើដំណើរហើយមួយវិញទៀតខាងមជ្ឈមណ្ឌលមួយចំនួនចាសូមមេត្តាបញ្ចុះថ្លៃបន្តិចបានអត់ទុកឱកាសឲ្យបងប្អូនប្រជាពលរដ្ឋយើងដែលគាត់ខ្វះលទ្ធភាពជួលហាងលោកសុខាត្រឹមម៉ោង9គេបិទហើយហាងត្រឹមកម្រិតមធ្យមបង្គួរហើយនឹងខ្ពស់យើងបង្គួរនឹងខ្ពស់យើងមិនចាំបាច់និយាយកម្រិតមធ្យមតើអាចចុះថ្លៃឲ្យគាត់បានខ្លះដែរអត់ព្រោះថាហាងដូចជា1000ជាងចាមកយើងជួលហ្នឹងឯង1000គេកម្រិតតាមតុកទៀតថោកសម្រាប់យើងអ្នកមានធនធានទេប៉ុន្តែបងប្អូនយើងមួយចំនួនគាត់អត់មានលទ្ធភាពទេថាតើអាចបញ្ចុះទៅតាមលក្ខខណ្ឌណាមួយដែលបានអត់ទេណាព្រោះថាយើងចាត់ទុកថាយើងជួយសង្គមរបស់យើងទី1គេមានមជ្ឈមណ្ឌលសម្រាប់បង្កើតឡើងសម្រាប់ពិធីមង្គលការបែបហ្នឹងយើងគួរតែទៅធ្វើកន្លែងហ្នឹងមានកន្លែងចតរថយន្តហើយវាអត់មានបញ្ហានៅតាមផ្លូវសាធារណៈព្រោះថាផ្ទះបងប្អូនយើងមួយចំនួនគាត់ផ្លូវដូចផ្លូវមិនអញ្ចឹងមកផ្លូវអញ្ចឹងទេចាអញ្ចឹងអានេះគ្រាន់តែជាការលើកឡើងរបស់ប្រជាពលរដ្ឋយើងមួយចំនួនដែលគាត់បានជំរាបមកខាងនាងខ្ញុំណាចាហើយបើសិនថាលក្ខខណ្ឌយ៉ាងណាយ៉ាងណីនោះphảiទៅលើខាងម្ចាស់មជ្ឈមណ្ឌលគាត់ពិចារណាហើយនឹងបងប្អូនប្រជាពលរដ្ឋយើងទេថាឥឡូវយើងគួរថាកុំឲ្យវាមានភាពញ៉ៃញ៉ៃយើងធ្វើនៅហាងចាគ្រូរឿងហ្នឹងបាទពេលខ្លះទៅពេលខ្លះនៅខ្លះចង់ឈ្នះចង់ចាញ់គ្នាក៏មានកើតចេញជាអញ្ចឹងបាទឥឡូវនេះជាករណីសិក្សាកាលមុនផ្សាយឃើញរឿងមួយនៅបន្ទាយមានជ័យណាហើយយើងបាននិយាយហោហាមកឥឡូវនេះគឺថាជាក់ស្ដែងនគរបាលចុះទៅហាមឃាត់ណាអញ្ចឹងជាករណីមួយសម្រាប់បងប្អូនទូទៅពិចារណាតទៅទៀតប៉ុន្តែសូមកុំភ្លេចថានៅពេលដែលយើងចប់ពិធីកដាលយកហើយណាកុំដាក់អាដេញសម្រាមសម្មាមប៉ាក់ពេញនឹងកាកសំណល់ពេញនឹងដបកំប៉ុងប៊ីយ៉ាស្អីឆ្អឹងឲ្យពេញនឹងទៅបងខ្ញុំជីតញើយនឹងមកដល់វ៉ាក់រញើចុំគេរុះតារោងអានេះអានចាស់រោងគេមរុះរោងទៅបាត់ហើយសល់សកាពេញនឹងទៅមកខ្ញុំសង្កត់ធ្ងន់ម្ដងទៀតថាឧទាហរណ៍គេបើកម៉ូតូមកហើយគេកិនអាកាកសំណល់ដែលយើងមិនព្រមប្រមូលចោលពេលយប់ហ្នឹងហើយដួលគេបោកក្បាលគេស្លាប់ម្ចាស់ហ្នឹងគឺថាទទួលខុសត្រូវហ្មងទទួលខុសត្រូវជួនកាលមានដបយើងបុកទៅមិនកលិចម៉ូតូដួលគេបោកក្បាលស្លាប់យើងទទួលខុសត្រូវដួលគេរបួសយើងទទួលខុសត្រូវអត់រួចខ្លួនទេអញ្ចឹងប្រមូលឲ្យទៅបងប្អូនណាកុំឲ្យមានបញ្ហាកើតឡើងចាអរគុណនៅពេលនេះសូមសម្រាប់មកផ្លេតហ្វេមបន្តិចទៀតយើងបន្ត